សួស្តីអ្នកទាំងគ្នាខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះដែរមានបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែដូចជាលើកមុនអញ្ចឹងសម្រាប់គ្នាយើងណាដែលបន្តបានចុច Subscribe នៅលើ Channel របស់ Admin ទេសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានក៏បាន upload ឥឡូវយើងក៏ឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅនៅថ្ងៃបន្តលោកប្រធាន AG ក៏បានក៏ហៅទៅកាន់អ្នកទាំងពីរដើម្បីមកជួបដោយសារតែគាត់គឺមានកម្រងថ្មីដែលចង់ឲ្យពួកគេធ្វើនោះគឺជាការរៀបចំកម្មវិធីជប់លៀងមួយសម្រាប់ឲ្យទៅកាន់បុគ្គលិកម្នាក់ដោយសារតែបុគ្គលិកម្នាក់ហ្នឹងគឺទៅរាយការណ៍អញ្ចឹងហើយគាត់ក៏ចង់បង្កើតកម្មវិធីជប់លៀងដើម្បីស្វាគមន៍ទៅកាន់ពួកគេអញ្ចឹងទៅហើយការរៀបចំកម្មវិធីជប់លៀងអីហ្នឹងគាត់គឺប្រកល់ឲ្យទៅកាន់យូហើយដើម្បីទទួលបានបទពិសោធន៍រីឯអសសាគឺត្រូវតែចូលរួមជាមួយនឹងយូផងដែរដើម្បីណែនាំទៅកាន់យូដល់ពេលទៅពួកគេទាំងពីរនាក់ក៏បានឆ្លើយយកព្រមជាមួយនឹងលោកប្រធាន AG បន្តមកទៀតយើងក៏បានគិតថាអសសាក៏បាននាំយូដើម្បីមកហាងមួយកន្លែងដែលជាហាងសិប្បកម្មមូលហេតុដែលអសសាក៏បាននាំមកទីនេះដោយសារតែពួកគេគឺត្រូវការទិញចានមួយចំនួនដើម្បីយកទៅបង្កើតកម្មវិធីជប់លៀងនឹងឯងជាពិសេសអសសាគឺថែមទាំងប្រាប់ទៅកាន់យូថាគ្រាន់តែមើលមកកាន់នាងទៅបានហើយពីព្រោះថាការស្វែងរកចានដល់បំណិតអីហ្នឹងគឺទុកមកលើនាងចោលដោយសារតែនាងគឺជាអ្នកចានអញ្ចឹងទៅនាងប្រកាសជាដឹងក៏ប៉ុន្តែអាការរបស់អសសាគឺដកកតែម្ដងដោយសារតែនាងក៏មិនដែលធ្លាប់ចូលរួមកម្មវិធីជប់លៀងផងហ្នឹងអំឡុងពេលដែលអសសានាងកំពុងតែស្វែងរកទៅកាន់ចានហ្នឹងក៏ស្រាប់តែចាប់អារម្មណ៍ទៅលើកែវមួយដោយនិយាយថាវាពិតជាគួរឲ្យស្រឡាញ់មែនទែនយូនៅពេលឃើញបែបហ្នឹងក៏បានចូលទៅមើលទៅយូនៅពេលឃើញកែវហ្នឹងភ្លាមក៏បានដឹងភ្លាមតែម្ដងថាគេ design មកសម្រាប់តែគូស្នេហាទេមានអីការនិយាយរបស់យូបែបហ្នឹងធ្វើឲ្យអសសានាងក៏បានភ្ញាក់និងបណ្ដាឲ្យកែវដែលនាងកំពុងតែកាន់ហ្នឹងគឺបានជ្រុះបែកប៉ុន្តែបើទោះបីជាអសសាក៏បានធ្វើបែកកែវមួយនោះក៏ដោយក៏ប៉ុន្តែបុគ្គលិកគឺមិនបានទូទាត់លុយនោះទេដោយសារតែកែវទាំងអស់ហ្នឹងគ្រាន់តែដាក់តាំងនោះទេហើយបើសិនជាភ្ញៀវបានធ្វើបែកអីក៏វាមិនអីដែរដល់ពេលទៅយូក៏បានប្រាប់ទៅកាន់អ្នកធ្វើការនៅទីនោះថាគាត់ចង់ទិញកែវប្រភេទមួយហ្នឹងមួយអសសាក៏បានថាឲ្យទៅកាន់យូហេតុអីបានជាចង់ទិញកែវមួយហ្នឹងឲ្យមកកាន់នាងយូក៏បានកុហកទៅកាន់អសសាថាគាត់គ្រាន់តែទិញកែវមួយនេះសម្រាប់គាត់ប្រើខ្លួនឯងទេគ្រាន់តែលឿនចឹងភ្លាមអសសាគឺចង់ទិញកែវមួយនេះជូនឲ្យទៅកាន់យូតែម្ដងប៉ុន្តែយូគឺនៅតែបដិសេធដោយអាងថាគាត់ចង់ប្រើលុយរបស់គាត់ទិញខ្លួនឯងវិញសៃរឿងក៏បង្ហាញនៅពេលដែលពួកគេទាំងពីរនាក់ក៏បានទិញរបស់រួចហើយនោះពួកគេក៏បានអង្គុយញ៉ាំកាហ្វេជាមួយគ្នាអសសាគឺពិតជាឆ្ងល់មែនតើថាហេតុអីបានជាប្រុសគឺចូលចិត្តញ៉ាំកាហ្វេខ្មៅបែបហ្នឹងលក្ខណៈបែបល្វីងយូក៏បានតបថាកាហ្វេខ្មៅនៅពេលដែលគាត់បានញ៉ាំទៅគឺទទួលអារម្មណ៍ថាស្រស់ស្រាយមែនតើហើយក៏វាមានរសជាតិឆ្ងាញ់ដែរសួរគេក៏ប៉ុន្តែខ្លួនឯងវិញឡើងដល់កតែម្ដងទិញកាហ្វេខ្មៅយកមកញ៉ាំដែរយ៉ាប់ហ្មងអសសាហើយនៅពេលដែលយើងចាប់ផ្ដើមផឹកហ្នឹងគឺមានចូលឯណាខ្ជាក់មកវិញទាំងអស់ដោយសារតែវាល្វីងពេកដូច្នោះហើយយូក៏បានទៅសុំកាហ្វេមួយប្រអប់តូចដើម្បីឲ្យអសសាក៏បានដាក់ចូលក្នុងកាហ្វេរបស់នាងឲ្យមានរសជាតិផ្អែមវិញនៅពេលរសៀលគណៈពេលដែលយូកំពុងតែជជែកគ្នាជាមួយនឹងអន្តជនរបស់គាត់នោះអសសាក៏បានសម្លឹងមើលទៅកាន់យូហើយក៏បានគិតនៅក្នុងចិត្តថានេះគឺពិតជាចង់ដឹងមែនតើថាយូគឺចេះផឹកស្រាដែរឬទេចំណែកយូនៅវិញបន្តវាឃើញអសសាកំពុងតែសម្លឹងមើលមកកាន់គាត់បាំនឹងក៏បានសួរថាមានអីមែនដូច្នោះអសសាក៏បានសួរទៅកាន់យូត្រង់តែម្ដងថាឯងគឺចេះផឹកស្រាដែរឬទេហ្នឹងយូក៏បានតបថាក៏គ្រាន់តែចេះផឹកតិចតួចតែប៉ុណ្ណោះអសសាហាក់បីជាសប្បាយចិត្តបន្តទៅលើបាំនឹងហើយក៏បាននិយាយប្រាប់ទៅកាន់យូថាការផឹកស្រានៅខាងក្រៅជាមួយនឹងគ្នាគឺមានន័យថាបរិះម្នាក់នោះឬក៏បុគ្គលម្នាក់នោះគឺជាមនុស្សដែលសំខាន់សម្រាប់ពួកគេឬក៏ជាមនុស្សម្នាក់ដែលពួកគេគឺបានចូលចិត្តអីចឹងទៅបន្តមកយូគាត់ក៏ចាប់ផ្ដើមបបាយប្រធានបទក្នុងការសួរទៅកាន់អសសាថានៅថ្ងៃខាងស្អែកដែលជាកម្មវិធីជប់លៀងហ្នឹងអសសាគឺចូលរួមផឹកជាមួយនឹងពួកគេអនអសសាក៏បានប្រាប់ថាគឺចូលរួមដោយសារតែមានវត្តមានរបស់យូតែប៉ុណ្ណោះចឹងទៅយូក៏បានប្រាប់ទៅកាន់អសសាគាត់គឺសង្ឃឹមថានៅថ្ងៃណាមួយគាត់នឹងអាចផឹកស្រាជាមួយនឹងអសសាបានគ្រាន់តែលើបានដឹងភ្លាមធ្វើឲ្យចិត្តរបស់អសសានៅពេលនោះគឺពិតជាក្តុកក្តួលមែនទែនបន្តមកទៀតសេរឿងក៏កាប់បង្ហាញនៅថ្ងៃបន្តយូក៏បានគិតថាអសសាគឺពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែនាងក៏បានឃើញកែវដែលនៅលើតុកន្លែងធ្វើការរបស់នាងដែលជាកែវដែលនាងបានស្រឡាញ់កាលពីថ្ងៃមុនទន្ទឹមមកដែរយូក៏បានបង្ហាញខ្លួនដូច្នោះហើយក៏បានប្រាប់ទៅកាន់អសសាគឺត្រង់តែម្ដងការពីម្សិលមិញហ្នឹងក៏បានឃើញសិនប៉ៃគឺពិតជាស្រឡាញ់ទៅកាន់កែវនឹងមែនទែនអញ្ចឹងហើយក៏បានសម្រេចថាក៏នឹងទិញកែវមួយនោះផ្ដល់ជាអំណោយទៅកាន់សិនប៉ៃតែម្ដងហើយអំណោយមួយនេះគឺជាការដឹងគុណនៅអ្វីដែលសិនប៉ៃក៏បានមករៀនមកកាន់គាត់អញ្ចឹងទៅអសសាក៏បានអរគុណទៅកាន់យូទាំងញញឹមទៅបន្តមកទៀតយើងក៏បានគេថាកម្មវិធីជប់លៀងក៏បានមកដល់ហើយពួកគេម្នាក់ពិតជាសប្បាយចិត្តមែនទែននៅពេលដែលពួកគេក៏បានចូលរួមជាមួយនឹងមើលរួមក្រុមបែបហ្នឹងនៅពេលហ្នឹងលោកប្រធាន AG ក៏ចង់ចាក់ស្រាឲ្យទៅកាន់អសសាប៉ុន្តែអសសាក៏បានបដិសេធដោយអះអាងថានេះអត់ចេះញ៉ាំស្រាទេនៅកន្លែងយូនៅវិញក៏កំពុងតែអង្គុយជាមួយនឹងមើលរួមក្រុមរបស់គាត់ដែលជាមើលរួមការងារអញ្ចឹងណានៅពេលហ្នឹងក៏មានមើលរួមការងារម្នាក់ក៏បានសួរទៅកាន់យូថាមិនដែរគឺចូលសម្រងជាមួយនឹងអសសាអនពីព្រោះថារដងបុគ្គលិកថ្មីគឺពិតជាភ័យខ្លាចទៅកាន់អសសាមែនទែនដោយសារតែនេះគឺមានអត្តចរិតគឺត្រជាក់តែម្ដងនៅពេលហ្នឹងយូក៏បានកាន់ជើងទៅកាន់អសសាដោយប្រាប់ទៅកាន់ពួកគេថាតាមពិតទៅបើទោះបីជាអសសាគឺមានអត្តចរិតគឺការយ៉ាងណាក៏ដោយក៏ប៉ុន្តែនេះគឺពិតជាមានចិត្តល្អខ្លាំងណាស់មិនត្រឹមតែប្រទេអសសាគឺជាស្ត្រីម្នាក់ដែលមានភាពស្មោះត្រង់មែនទែនហើយមើលរូបការងាររបស់យូនៅពេលហ្នឹងក៏បានចាំយូដែរក៏បានចាក់ស្រាឲ្យទៅកាន់យូមានអីក៏ស្រាប់តែអសសានេះក៏បានបង្ហាញខ្លួននៅចំកណ្ដាលពួកគេតែម្ដងមិនត្រឹមតែប៉ុណ្ណឹងទេនេះក៏បានយកកែវស្រារបស់យូដើម្បីមកផឹកទៀនមូលហេតុដែលនាងបានធ្វើបែបហ្នឹងដោយសារតែនាងគឺមិនចង់ឲ្យយូក៏បានផឹកស្រានៅទីនេះនោះទេណាមួយនាងគឺជាអ្នកណែនាំទៅកាន់យូដូច្នោះហើយស្រាទុកឲ្យនាងជាអ្នកផឹកជំនួសក៏បានដែរដល់ពេលទៅមើលរូបការងាររបស់យូក៏មិនចាំយូដែរក៏បានចាក់ស្រាបន្ថែម
ឲ្យទៅកាន់អាសូសាហើយអាសូសានៅពេលហ្នឹងពិតជារឹងក្បាលមែនតើបើទោះបីជាខ្លួនឯងផឹកអន់យ៉ាងណាក៏ដោយដែលនាងនៅតែបន្តផឹករហូតហ្នឹងមួយសន្ទុះក្រោយមកអាសូសាគឺចាប់ផ្ដើមដល់ដែនកំណត់របស់នាងហើយអញ្ចឹងហើយនាងក៏បានសុំទៅបន្ទប់ទឹកមួយផ្លែនហើយតាមពិតទៅនាងគ្រាន់តែទៅរកកន្លែងណាដែលវាហៀងស្ងាត់បន្តិចដើម្បីឲ្យនាងក៏បានបង្ហាញពីភាពទន់ខ្សោយរបស់នាងពីព្រោះនាងគឺមិនចង់ឲ្យមើលរូបកាងនាងក៏បានឃើញនៅពេលដែលនាងបានផឹកសានគឺទន់អាឡែអាឡាក់ពេញហ្នឹងអញ្ចឹងណាចំពោះយូវិញក៏បានឃើញអំពីសភាពរបស់អាសូសាផងដែរដូច្នោះហើយក៏បានទៅមើលអាសូសាតែម្ដងអាសូសានៅពេលដែលឃើញយូក៏បានមកមើលមកកាន់នាងបែបហ្នឹងនាងក៏បានប្រាប់ទៅកាន់យូត្រង់ៗតែម្ដងថានៅពេលនេះនាងគឺទទួលអារម្មណ៍ថាអត់ស្រួលនោះទេអញ្ចឹងហើយនៅពេលនេះនាងពិតជាចង់ត្រឡប់ទៅផ្ទះវិញខ្លាំងណាស់មុនពេលដែលពួកគេក៏បានចាក់ចែងទៅនឹងយូក៏បានប្រាប់ទៅកាន់បុគ្គលិកដទៃទៀតផងដែរដែលជាមើលរូបកាងងាររបស់គាត់ថាគាត់នៅពេលនេះហើយនឹងសិនបែរបស់គាត់គឺសុំត្រឡប់ទៅផ្ទះមុនហើយដោយសារតែពួកគេគឺមានកិច្ចការដែលត្រូវធ្វើក៏ប៉ុន្តែម្នាក់ហាក់បីជាមិនចង់ឲ្យយូគឺបានត្រឡប់ទៅផ្ទះវិញនោះទេនៅពេលដែលឃើញយូកំពុងតែពិបាកជាមួយនឹងមើលរូបកាងងារបែបហ្នឹងអាសូសាក៏បានចេញមុខមកនិយាយតែម្ដងថានៅពេលនេះគាត់ហើយនឹងយូកំពុងតែមានកិច្ចការឬក៏ project ថ្មីដែលត្រូវធ្វើនៅថ្ងៃស្អែកនេះអញ្ចឹងហើយក៏មិនអាចបន្តផឹកនៅទីនេះទៀតទេរីឯទឹកមុខរបស់អាសូសានៅពេលនេះឡើងដកកតែម្ដងឡើងកាចសេរីរឿងក៏ការបង្ហាញនៅពេលដែលអ្នកទាំងពីរកំពុងតែធ្វើណាដើម្បីត្រឡប់ទៅផ្ទះវិញហើយនោះអាសូសាក៏បានធ្វើការសុំទោសទៅកាន់យូដែលរំខានទៅកាន់យូក៏បានប្រាប់ថាគឺមិនអីនោះឡើយហើយឥឡូវហ្នឹងគឺសភាពរបស់អាសូសាគឺកាន់តែវេទនាទៅហើយសម្បីដដែលក៏ចង់ដួលដែរដូច្នោះហើយអ្នកទាំងពីរក៏បានទៅកន្លែងសួនច្បារមួយកន្លែងដើម្បីរកកន្លែងអង្គុយនឹងឯងអំឡុងពេលហ្នឹងហើយក៏ជាពេលវេលាដែលយូក៏បានធ្វើការសរសើរទៅកាន់សិនប៉ែរបស់គាត់ផងដែរដែលជាអាសូសាបុគ្គលិកដទៃឬក៏មើលរំការងារដទៃបាននិយាយទៅកាន់នាងថានេះគឺជាបុគ្គលម្នាក់ដែលកាច់ឆ្នះមែនទែនក៏ប៉ុន្តែសម្រាប់គាត់វិញនេះគឺជាបុគ្គលម្នាក់ដែលស្មោះត្រង់ជាមួយនឹងគាត់មែនទែនហើយក៏ជាមនុស្សដែលល្អបំផុតសម្រាប់គាត់ផងដែរសូម្បីតែថ្ងៃដែលគាត់ក៏បានធ្វើការសម្ភាសន៍នោះគាត់ក៏បានជួបប្រទះជាមួយនឹងសិនប៉ៃលើកដំបូងអំឡុងពេលហ្នឹងក៏ពិតជាភ័យខ្លាចមែនទែនប៉ុន្តែត្រូវបានលើកទឹកចិត្តអំពីសំណាក់របស់សិនប៉ៃដោយសិនប៉ៃក៏បានប្រាប់មកកាន់គាត់ថានៅពេលដែលយើងកំពុងតែភ័យខ្លាចអីមួយនោះយើងគឺត្រូវតែដកដង្ហើមឲ្យបានវែងមួយទៀតនោះឲ្យមានផ្លេចប្រាប់ប្រកាន់គ្នាយើងអ្នកគ្នាដោយសារតែសាច់រឿងមួយនេះគឺវាទៅតែចេញថ្មីអញ្ចឹងទៅវា copyright សាហាវខ្លាំងណាស់ដូច្នោះហើយបានជាអេមីនគឺបានចុះរូបច្រើនជាងវីដេអូអញ្ចឹងណាការនិយាយរបស់អេមីនបែបនេះហើយអេមីនគឺសង្ឃឹមថាអ្នកគ្នានឹងយល់អំពីអេមីនណាអេមីនគឺចង់ដាក់វីដេអូឲ្យបានវែងដូចរឿងដទៃទៀតដែរប៉ុន្តែដោយសារតែសាច់រឿងហ្នឹងវា copyright ខ្លាំងពេកឥឡូវយើងចូលសាច់រឿងរបស់យើងវិញបន្ទាប់ពីយូក៏បាននិយាយបានដល់ភ្លាមស្រាប់តែអាសូសាក៏បានដើរចេញពីទីនេះអញ្ចឹងហើយយូក៏បានធ្វើការសុំទោសទៅកាន់អាសូសាក៏ប៉ុន្តែគាត់ក៏ថែមទាំងប្រាប់ទៅកាន់អាសូសាទៀតថាគាត់ពិតជាចង់ចាញ់ក្រៅផឹកស្រាជាមួយនឹងមែនទែនក៏ប៉ុន្តែគាត់ក៏សង្ឃឹមថានៅថ្ងៃណាមួយពួកគេនឹងអាចមានពេលវេលាក្នុងការផឹកជាមួយគ្នាបានដល់ពេលទៅអាសូសានេះក៏បានយល់ព្រមជាមួយនឹងយូថែមទាំងនិយាយប្រាប់ទៅកាន់យូថាមូលហេតុដែលយើងបានយល់ព្រមជាមួយឯងនោះដោយសារតែយើងគឺមានរឿងជាច្រើនដែលចង់បង្រៀនទៅកាន់ឯងហើយក៏មានមេរៀនមួយចំនួនដែលគាត់គឺត្រូវតែរៀនអំពីឯងផងដែរចម្លើយរបស់អាសូសាបែបហ្នឹងហើយធ្វើឲ្យយូក៏ពិតជាសប្បាយចិត្តមែនទែនអាសូសាគឺនិយាយមិនទាន់ប្រហែលផងសភាពរបស់អាសូសានៅពេលនេះគឺចាប់ផ្ដើមញ៉ៃទៀតហើយដោយសារតែនាងកំពុងតែស្វឹងស្រាអញ្ចឹងទៅយូក៏បានទៅមើលអាសូសាតែម្ដងដោយសារតែគាត់ពិតជាប្រូរ៉ាមទៅកាន់សិនប៉ៃរបស់គាត់មែនទែនសេរីរឿងក៏ការបង្ហាញនៅថ្ងៃបន្តយូក៏បានគិតថាអាសូសានៅពេលនេះកំពុងតែស្ដីឲ្យទៅកាន់យូដោយសារតែយូអត់បានងុយទឹកនោះទេកាលពីយប់មិញយូក៏បានសុំទោសទៅកាន់សិនប៉ៃរបស់គាត់ហើយក៏បានប្រាប់ពីរឿងរ៉ាវរបស់គាត់កាលពីយប់មិញក៏បានចូលរវល់មើលទៅកាន់សិនប៉ៃដើម្បីនាំសិនប៉ៃឡើងតាក់ស៊ីដើម្បីត្រឡប់ទៅផ្ទះវិញហើយកាលពីយប់មិញហ្នឹងក៏បានត្រឡប់ទៅដល់ផ្ទះរបស់គាត់វិញនោះទេដែលគាត់ក៏បានសម្រាប់នៅផ្ទះមិត្តភ័ក្តិរបស់គាត់អញ្ចឹងហើយបានជាកាលពីយប់មិញហ្នឹងក៏អត់បានងុយទឹកដោយសារតែអត់មានសម្ភារៈគ្រប់គ្រាន់នឹងឯងក៏ប៉ុន្តែព្រលឹមហ្នឹងក៏ស្រាប់តែអាសូសាក៏បានចាប់អារម្មណ៍ថានៅលើអាវរបស់យូកំពុងតែមានស្នាមក្រែមអញ្ចឹងទៅអាសូសាក៏ចាប់ផ្ដើមគិតផ្ដេសផ្ដាសតែម្ដងទៅកាន់យូដែលគិតថាកាលពីយប់មិញប្រហែលជាយូក៏បានសម្រាប់នៅផ្ទះមិត្តស្រីរបស់គាត់ហើយភ្លាមនោះដែរក៏ស្រាប់តែមើលរូបការងាររបស់យូក៏ស្រាប់តែភ្ញាក់ផ្អើលតែម្ដងបន្ទាប់ពីឃើញស្នាមក្រែមនៅលើអាវរបស់យូក៏ចង់បកស្រាយដែរក៏ប៉ុន្តែមើលរូបការងាររបស់គាត់មិនបានស្ដាប់ណាថាគេដឹងហើយបន្ទាប់ពីការចែកចាយរបស់មើលរូបការងាររបស់យូនោះក៏ស្រាប់តែអាសូសាគឺចាប់ផ្ដើមច្រឡោតដាក់ទៅកាន់យូតែម្ដងចង់សួរដេញដោលតាក់ទងអំពីលើក្រែមនឹងឯងនៅពេលហ្នឹងហើយក៏ជាពេលវេលាដែលយូក៏បានធ្វើការបកស្រាយបញ្យល់ប្រាប់ផងដែរថាក្រែមមួយនោះគឺជាក្រែមរបស់នាងតើកាលពីយប់មិញហ្នឹងក៏បានលើកសិនប៉ៃដើម្បីឲ្យចូលឡានតាក់ស៊ីប៉ុន្តែស្រាប់តែសិនប៉ៃក៏បានថាប់ទ្រូងមកកាន់គាត់តែម្ដងហើយគាត់ក៏បានព្យាយាមលាងចេញដែរក៏ប៉ុន្តែវាអត់ជ្រះនោះទេគ្រាន់តែលើបាននឹងភ្លាមធ្វើអាសូសាក៏ចាប់ផ្ដើមមុខឡើងក្រហមប៉ែហើយដោយសារតែនាងក៏បានចងចាំអំពីទស្សនវិជ្ជាការពីយប់មិញផងដែរដូច្នោះហើយនាងក៏បានព្យាយាមដោះអាវទៅកាន់យូដើម្បីឲ្យយូក៏បានយកទៅសម្អាតវិញនឹងឯងតែត្រូវបានបង្អាក់ភ្លាមដោយសារតែលោកប្រធានអ៊ីជីក៏បានធ្វើការកោះហៅមកកាន់ពួកគេឲ្យមកជួបគាត់ហើយនៅពេលដែលបានជួបជាមួយនឹងលោកប្រធានអ៊ីជីហើយនោះលោកប្រធានអ៊ីជីក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថានៅពេលនេះគាត់នឹងផ្ដល់កិច្ចការមួយឲ្យទៅកាន់ពួកឯងបានធ្វើគឺតម្រូវឲ្យឯងក៏បានទៅជំនួសគាត់ដែលនៅតំបន់មួយដែលមានឈ្មោះថាអូគីណាវ៉ាគ្រាន់តែលើបាននឹងភ្លាមធ្វើឲ្យអ្នកទាំងពីរពិតជាភ្ញាក់ផ្អើលមែនទែនអូខេអ្នកទាំងគ្នាសាច់រឿងរបស់យើងភាគទី3ក៏ការចាប់នៅត្រង់ហ្នឹងឯងហើយបើចង់ដឹងថាភាពបន្តទៅមុខទៀតវាទៅជាយ៉ាងណាក៏ពិតតានជាមួយមីនទាំងគ្នាណាមួយទៀតនោះបើសិនជាគ្នាយើងណាដែលមានបំណងថាចង់សពកអ្វីមកកាន់ឯមីនឯនោះឯមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់ឯមីនជាចុងក្រោយឯមីនមែនតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវឯមីនមានតែប្រឹងទេបាយបាយជួបគ្នាភាពបន្តបាយបាយ